កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំបង្ក្រាបករណីឃាតកម្មនៅស្រុកកំពង់ត្របែកខេត្តព្រៃវែងជនដៃដល់ត្រូវចាប់ខ្លួនបាននៅខណ្ឌច្បារអំពៅរាជធានីភ្នំពេញកាលពីថ្ងៃទី13ខែមិថុនាឆ្នាំ2025វេលាម៉ោង 19:10 នាទីមានករណីឃាតកម្មកើតឡើងនៅចំណុចភូមិរងឃុំចាមស្រុកកំពង់ត្របែកខេត្តព្រៃវែងបណ្ដាលឲ្យជនរងគ្រោះឈ្មោះហុងថនហៅថុយភេទប្រុសអាយុ28ឆ្នាំជនជាតិខ្មែរស្លាប់នៅកន្លែងកើតហេតុបង្កឡើងដោយជនសង្ស័យឈ្មោះច័ន្ទសារិនភេទប្រុសអាយុ41ឆ្នាំជនជាតិខ្មែររស់នៅទីតាំងកើតហេតុខាងលើក្រោយពីមានហេតុការណ៍ខាងលើកើតឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯកងេងជួរប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌលោកឧត្តមសេនីយ៍ត្រីហ៊ុនម៉ាណីរតលោកវរៈសេនីយ៍ឯកហែមបូណានិងលោកវរៈសេនីយ៍ឯកឆាន់គឹមលីអនុប្រធាននាយកដ្ឋានបានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែងនិងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅធ្វើការស្រាវជ្រាវតាមនីតិវិធីនិងជំនាញរហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើលុះនៅថ្ងៃទី22ខែមិថុនាឆ្នាំ2025វេលាម៉ោង 9:10 នាទីកម្លាំងជំនាញបានបន្តដឹកនាំសហការដោយធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើត្រង់ចំណុចលើផ្លូវជាតិលេខ1សង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញបច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីធ្វើការសាកសួរក្រោយពីបានធ្វើការសាកសួរជនសង្ស័យខាងលើបានឆ្លើយសារភាពថាកាលពីថ្ងៃទី13ខែមិថុនាឆ្នាំ2025ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះហុងថនហៅថុយភេទប្រុសអាយុ28ឆ្នាំជនជាតិខ្មែរបណ្ដាលឲ្យស្លាប់ប្រកាសមែនមូលហេតុដោយសារតែជនរងគ្រោះស្រវឹងស្រារួចប្រើពាក្យសម្ដីមិនសមរម្យមកលើខ្លួនហើយយកកាំបិតប៉ាំងតោកាប់មកលើខ្លួនឲ្យរបួសត្រង់ផ្ទៃមុខនិងដៃទើបធ្វើឲ្យខ្លួនមានការខឹងហើយធ្វើសកម្មភាពខាងលើតែម្ដងបន្ទាប់ពីបានធ្វើការសាកសួររួចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានប្រគល់ជនសង្ស័យខាងលើជូនស្នងការដ្ឋាននគរបាលខេត្តព្រៃវែងដើម្បីអនុវត្តនីតិវិធីបន្ត